សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើដំណើរទៅមើលទេសភាពនៅសួនច្បារមួយកន្លែងនៅក្នុងខេត្តសៀមរាបគេហៅអង្គរគូដិនអញ្ចឹងឥឡូវនេះធ្វើដំណើរចេញពីទីក្រុងសៀមរាបសំដៅទៅសួនច្បារនេះហៅសួនច្បារនេះគឺធំទីតាំងទីកន្លែងដែលសួនច្បារគឺធំមុននឹងទៅគឺយើងចង់មើលសពចង់យើងមើលផុតយើងទៅជួលម៉ូតូកង់3គេកង់3ជិះដើម្បីបើកមើលជុំវិញសួនច្បារទើបសពទើបគ្រប់កន្លែងដែលយើងចង់ឃើញអញ្ចឹងបើយើងអត់បានជួលម៉ូតូទេគឺយើងមើលអត់សពទេតម្លៃម៉ូតូគឺអត់ថ្លៃប៉ុន្មានមកសមរម្យសម្រាប់យើងជិះសម្រាប់សាំងដែលយើងជិះជុំវិញហ្នឹងដូច្នេះគេឲ្យយើងជិះមកសបាយម៉ូតូហ្នឹងយើងជិះទៅបើកគេអត់គិតម៉ោងគិតថ្ងៃគេបើយើងជួលថ្ងៃហ្នឹងគេឲ្យសោមួយគេចាក់សាំងពេញគេឲ្យម៉ូតូមួយហើយយើងបើកយូរឬចាប់លើយើងគេឲ្យបើកជុំវិញនៅក្នុងទីកន្លែងសួនច្បារអង្គរគោដិនហ្នឹងឯងអញ្ចឹងអ្នកខ្លះគេជិះគ្នា2នាក់3នាក់ក្នុងម៉ូតូហ្នឹងបានដើរមើលសពពេលដែលយើងដើរមើលហើយសុំទោសថ្ងៃនេះអត់សូវស្រួលខ្លួនស្អាតគាត់បន្តិចយើងអាចចុះថតផ្ដិតទេសភាពរូបភាពដែលយើងចង់បានដែលយើងចង់ក្រេបបញ្ជុផ្កាដែលល្អស្រស់បំព្រងនៅជុំវិញផ្លូវម៉ូតូដែលយើងជិះដូច្នេះយើងជិះដើរមើលយើងជិះដើរថតយើងគយគុណទេសភាពអ្វីដែលយើងមិនដែលបានឃើញប្លែកដូច្នេះនៅក្នុងនេះមានផ្កាគ្រប់ប្រភេទផ្កាសក្រហមខ្មៅនិយាយរួមមានផ្កាគ្រប់ប្រភេទគួរឲ្យយើងចង់ឃើញចង់ក្រេបបញ្ជុជាតិរសជាតិផ្កាទាំងអស់វាតើយើងចង់ដឹងថាក្លិនផ្កានៅមួយវាក៏អូបខុសគ្នាយ៉ាងម៉េចវាប្លែកគ្នាយ៉ាងម៉េចវាមានរសជាតិយ៉ាងម៉េចយើងអាចដឹងរសជាតិវាឲ្យបហើក្រអូបភាយពេលដែលយើងធ្វើដំណើរតាមម៉ូតូឬដើរនៅជុំវិញហ្នឹងគឺវាបានបញ្ចោតក្លិនក្រអូបមកសាយភាយលើគេថាលើខ្លួនឬផ្ទៃមុខឬច្រមុះយើងគួរឲ្យចាប់អារម្មណ៍ហើយចង់ស្រស់ស្រាយធ្វើដំណើរទេសភាពនៅក្នុងសួនច្បារនេះគឺថាវាស្រស់ស្រាយវាស្រស់ស្រាយហើយវាឡើងធូរក្នុងចិត្តដែលយើងធ្វើការមួយថ្ងៃហើយយើងចំណាយពេលដែលមកមើលនេះមកតាំងខាងណាមកចាមកតាំងពីណាមកខ្ញុំនៅទីសៀមរាបហ្នឹងអូនៅសៀមរាបហ្នឹងចាតែបងស្រីខ្ញុំនៅស៊ីអែតគាត់មកលេងអូស៊ីអែតចាអូខាងស៊ីអែតជុំគាត់ដើរលេងចាហើយមកតែម្នាក់ឯងចាគាត់មកអូចេះដើរម្នាក់ឯងចាចាលាហើយពូបាទស៊ីអែតដូចម៉ូតូដែរតើចាNational Award. Good game of sing, yeah. Nó sing mà như ta. Nó trăm bằng sao vậy? Nó một. Mình play ấy. Mình play ấy à. Đó là chữ. Mấy lẹ thạc đồ ai đó alo cưới
chú chân nè bác nào ta lươn đi ắt tao mốc tao chẳng coi cái bên này cái chặt coi mốc cái này coi mùi chết nhưng nè bác đôi xua ta lâu giật chẳng coi cái anh đi bọc nhau vậy qua đến ấy nữa đúng rồi nhau đây ngầm hiến lên tàu chẳng lâu nhau nè bác cái chân nè bác khóc lại cái kia lại thao khóc lại mày khóc Gordon saying this Gordon saying đi phun yeahนี่ Uncle Wonderful Gordon อันนี้Gordon ตัวนี้หล่อจริงที่สุดล้างมั้งนี่ล้างไงเนี่ยตัวนี้นี่เพลาอย่าหา Uncle Golden Wonderful เพลานี่โดยเฉพาะเพลาใบจรานะโดยขยมจำเรียบปีมนจังใบขวัดแขวงจูนกาขยมบางเต้ามีนสลอมเพลาได้ลอมปมเบงตะเล็กตะการจูนกาบางเต้าเบงเนี่ยเพลาโจลเบาตัวเพลาเจนเวงยืงจะนำมัดบานวิฟกาเวียโดยขเนียมือเต้าขอขเนียปันไตยืงมือเต้าโดยขเนียนี่คือมีเนี่ยจำเนี่ยรูปจำละจำตามเพลาโดยฉะนั้นยืงเวงได้นั่งอันนี้รูปใบโดงอันนั้นมีจำกาส่วนชบ้ารูปใบโดงรูปอัดคอเลยรูปนี้บารูปนี้หาถ้าใส่ก็มองมาจำตะตูลเรียเลิกได้จำตะตูลเนี่ยดำนาได้มาไปจัดมาไปง่ายมาเลงตุสนานกนงกระไรนี่โดยเฉพาะกระไรนี่กูเอาจับอารมณ์กูเอาจองตะเลงมาดองให้มาดองเตียดแต่ยังเคยมีกระจอยbởi dương miền krom cửu xa mật vẽ ấy chẳng tao nòng nè mong coi lên lừa cái cho năng tao và tao bị mơ ca hơi trục prai nè lên tao thu miền khăn cái ôm sọt sài dây nè lên cứ đàm bò đàm ca cứ play nè group dây rôm group ประเภทដែលយើងមិនដែលបានឃើញពីមុននិយាយរួមក្នុងផ្កាក្នុងការដិនខ្ញុំមិនដែលបានឃើញដូចចឹងឯងពីមុនមកឃើញដែរសួនច្បារប៉ុន្តែអត់ដូចសួនច្បារដែលខ្ញុំកំពុងតែមើលទេសភាពកន្លែងនេះមានខុសពីកន្លែងដែលខ្ញុំធ្លាប់ទៅហើយខ្ញុំក៏ចាប់អារម្មណ៍ច្រើនជាងគេកន្លែងនេះនឹងផ្លូវបែកទៀតបែកផ្លូវនេះមានផ្កាសផ្កាក្រហមផ្កាបៃតងស្លឹកខៀវខ្ចីស្លឹកដើមខៀវវាស្រស់ពេលក្តៅយ៉ាងណាក៏វានៅតែស្រស់ដែរប្រហែលជាត្រូវទឹកអីតាមមើលប៉ុន្តែស្រស់នឹងក្តៅខែក្តៅខ្លាំងមែនទែនប៉ុន្តែផ្កានៅតែធន់នៅកម្ដៅធន់កម្ដៅជាងយើងវានៅស្រស់បំប្រងយ៉ាងអីក្តៅណាស់រឹតតែស្រស់ល្អគួរឲ្យចាប់អារម្មណ៍ជាងដែលអ្វីទាំងអស់ក្តៅណាស់ល្អណាស់ដើមមានដើមយើងមិនដែលឃើញផ្កាយើងមិនដែលស្គាល់រាប់រយចម្ពោះនិយាយរួមតាមខ្ញុំស្មានរាប់រយហើយមិនតិចប្រភេទទេខ្ញុំមិនដែលស្គាល់ហ្មងផ្កានេះឥឡូវខ្ញុំមកដល់ដើរចប់ខ្ញុំហត់ពេកហូបពងទាកូនដូច្នេះនៅកន្លែងពងទាកូនកន្លែងហ្នឹងក៏មានដែរហើយឡានមានបាសធំតូចគេចូលទៅមើលអ្នកឆ្ងាយអ្នកចិត្តមិនថានៅតែក្នុងខេត្តសៀមរាបហ្នឹងទេឬមកពីចម្ងាយមកពីគ្រប់ប្រទេសអញ្ចឹងខ្ញុំធ្វើដំណើរចេញទៅវិញព្រោះអីមើលចប់ហើយហូបពងទាមានកម្លាំងហើយអញ្ចឹងធ្វើដំណើរត្រឡប់ទៅទីក្រុងសៀមរាបវិញទៅផ្ទះតាមបណ្ដោយផ្លូវ
គឺអ្នកទាំងអស់គ្នាពិនិត្យមើលក្តៅប្រហែលជា38 degree plus ក្តៅមែនតើអាហ្នឹងរវាង36ទៅ38ក្តៅឡើងស្លក់អញ្ចឹងស្រុកយើងក្តៅខ្លាំងប៉ុន្តែក្តៅខ្លាំងខ្ញុំចូលចិត្តរស់នៅក្តៅអញ្ចឹងគឺវាល្អដូចផ្កាយយើងឃើញមិនអញ្ចឹងខ្ញុំឃើញមិនអញ្ចឹងក្តៅណាស់កាន់តែល្អណាស់ទេសភាពតាមផ្លូវគឺម៉ូតូច្រើនណានៅនេះនៅមានម៉ូតូច្រើនហើយទេសភាពក៏ល្អគេដាំដើមឈើធំខ្ពស់ដើម្បីការពារកម្ដៅកុំឲ្យវាក្តៅខ្លាំងអញ្ចឹងជួយកាត់កម្ដៅខ្លះដែលយើងបើកតាមផ្លូវទៅវាមិនសូវក្តៅខ្លាំងចឹងខ្ញុំធ្វើដំណើរតាមផ្លូវនៅខេត្តសៀមរាបនេះខ្ញុំឃើញតាមបណ្ដោយផ្លូវគឺផ្លូវល្អកន្លែងជាងក្រុងខេត្តនានាតាមខ្ញុំមើលគឺហើយផ្លូវធំគួរឲ្យចាប់អារម្មណ៍អាគារតូចធំផ្ទះបណ្ដោយផ្លូវអីគឺទេសភាពដែលយើងគយគន់ទៅគឺមើលទៅគឺតាស្រស់ស្រាយល្អគួរឲ្យចង់ឃើញចង់មកមើលម្ដងហើយម្ដងទៀតព្រោះអីនេះលើកទី1របស់ខ្ញុំសៀមរាបមកញឹកដែរប៉ុន្តែមិនដែលប្រទះផ្លូវមិនដែលប្រទះកន្លែងក្រៅពីទីក្រុងដូច្នេះក្រៅទីក្រុងសៀមរាបនេះគឺធំមែនតើអ្នកនរគ្នាតាមមើលធំហើយស្អាតជាងទីក្រុងផ្សេងរដ្ឋផ្សេងហើយសណ្ដាប់ធ្នាប់ក៏ល្អការបើកបរក៏ល្អផ្ទះបណ្ដោយផ្លូវក៏ល្អគឺចរាចរណ៍ក៏អត់ស្ទះអ្នកដើរគឺដើរដោយស្រួលដូច្នេះក្នុងកន្លែងនេះគឺថាខ្ញុំចាប់អារម្មណ៍ថាល្អដែលគួរឲ្យចង់មកលេងចង់ឃើញតាមការពិតខ្ញុំមកញឹកដែរក្រុងសៀមរាបនេះប៉ុន្តែខ្ញុំមិនដែលឃើញដូចខ្ញុំនិយាយខាងលើចឹងតែថ្ងៃនេះខ្ញុំឃើញខ្ញុំដើរទៅឃើញប្រទេសផ្លូវគឺល្អមែនផ្លូវល្អខ្លាំងមើលទៅហើយស្រាចរក៏អត់ស្ទះហើយទីធ្លាដីថ្នល់ផ្ទះអ្វីគឺគួរឲ្យល្អចាប់អារម្មណ៍គួរឲ្យចង់ឃើញចង់មើលហើយចង់មកលេងម្ដងទៀតគឺរីករាយដែលបានមកឃើញនៅកន្លែងនេះកន្លែងនៅខេត្តសៀមរាបប៉ុន្តែកន្លែងខេត្តសៀមរាបនេះមិនមែននៅក្នុងទីក្រុងទេអ្នកទាំងអស់គ្នានៅចេញពីទីក្រុងដូច្នេះដីធំដែរគឺខ្ញុំធ្វើដំណើរគឺក្តៅពេកថ្ងៃនេះហើយដីហុយទៀតបានពាក់ម៉ាស់ដីហុយខ្លាំងវាមិនមែនហុយលើថ្នល់ទេហុយពីក្រៅមកខ្យល់ខ្លាំងអញ្ចឹងវាធ្វើឲ្យផ្ដាសាយធ្វើឲ្យអាតិចទលីដីនឹងចូលច្រមុះអញ្ចឹងបានខ្ញុំពាក់ម៉ាស់កុំឲ្យវាផ្ដាសាយកុំឲ្យវាឈឺអញ្ចឹងគឺខ្យល់ខ្លាំងហ្នឹងណាខ្យល់ហើយការធ្វើដំណើររបស់ខ្ញុំគឺចង់គយគន់មើលទេសភាពតាមផ្លូវអ្នកមើលអ្នកជិះឡានជិះម៉ូតូអ្នកដើរនិយាយរួមមើលទៅក៏ដូចជាប្លែកភ្នែកយើងមើលទៅគួរឲ្យប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ប្លែកភ្នែកខុសពីក្នុងទីក្រុងភ្នំពេញពេលយើងចេញទៅគឺមនុស្សកកច្រើនស្អេកឆ្កាស់អញ្ចឹងបើយើងចេញពីក្រៅពីទីក្រុងភ្នំពេញមកដាច់សញ្ញាដោយនៅតាមខេត្តចេះគឺវាឆ្លាស់មុខឆ្លាស់មាត់
ការធ្វើដំណើររបស់ខ្ញុំនិយាយរួមពាក្យខ្ញុំច្រើនតែជិះកង់3ម៉ូតូកង់3ព្រោះអីម៉ូតូកង់3ចំណាយពេលយូរចំណាយពេលច្រើនម៉ោងតែយើងបានគយគន់មើលទេសភាពសពគ្រប់អ្វីៗទាំងអស់អញ្ចឹងខ្ញុំបានចង់និយាយបន្តិចរឿងម៉ូតូកង់3ហ្នឹងខ្ញុំឮសូរគេនិយាយថាកុំឲ្យហៅតុកប៉ុណ្ណឹងខ្ញុំឮគេប្រាប់ដែរទេថាកុំឲ្យហៅតុកព្រោះតុកហ្នឹងគេហៅថាភាសារបស់គេទេឈ្មោះរបស់គេទេប្រទេសគេទេគេហៅតុកអញ្ចឹងគេឲ្យយើងហៅម៉ូតូកង់3ឬកង់3ព្រោះអីលំអកកង់3និយាយរួមពីដើមកាលពីចំនួនដើមគេហៅលំអកកង់3ហ្នឹងប៉ុន្តែកាលពីដើមអត់មានម៉ូតូអញ្ចឹងទេគឺមានលំអកង់តែសម័យឥឡូវអត់មានលំអកង់ទៀតទេមានលំអកង់3អញ្ចឹងយើងហៅកង់3អញ្ចឹងក៏ល្អដែរតាមមើលទៅបើគេថាគេប្រាប់អញ្ចឹងថាកុំឲ្យហៅតុកអញ្ចឹងខ្ញុំហៅកង់3ម៉ូតូកង់3អញ្ចឹងអាហ្នឹងពាក្យខ្មែរយើងហៅម៉ូតូកង់3និយាយរួមនៅក្នុងខេត្តសៀមរាបពិសេសនៅក្នុងទីក្រុងសៀមរាបភាគច្រើនគេច្រើនប្រើម៉ូតូកង់3ចង់ប្រើលំអកកង់3គេអត់ទៅប្រើផាសស្អាប់ទេភាគច្រើនផាសស្អាប់មានដែរប៉ុន្តែឃើញមានមួយតែលំអកកង់3គឺឃើញច្រើនលំអកកង់3និយាយរួមខ្ញុំក៏ចូលចិត្តជិះដែរវាលហើយស្រួលយើងជិះទៅលហើយឲ្យមើលសងខាងក្រោយមុខនាយអាយទៅឃើញទេសភាពឃើញគេឃើញឯងដែលយើងចង់ឃើញអីឃើញនឹងខុសពីផាសស្អាប់បាទផាសស្អាប់នោះនិយាយរួមជិះខ្ញុំមិនសូវជិះនិយាយរួមតើកុនណាស់បានខ្ញុំជិះបើអត់កុននេះខ្ញុំអត់ជិះព្រោះអីវាមើលអីអត់ឃើញអានឹងសម្រាប់គេអ្នកមានសង្សារគេមានដៃគូគេជិះទៅក្នុងហ្នឹងងឹតឆ្ងាត់អាហ្នឹងប៉ះស្អាប់គេមើលអត់ឃើញអីអាហ្នឹងហើយយើងមើលទៅក្រៅក៏អត់ឃើញអាហ្នឹងមកបណ្ណៈមានដៃគូតែបើយើងមានគ្រួសារ family ឬមួយជិះតាឯងអីយើងជិះអាកង់3នេះស្រួលគយគន់ទេសភាពល្អភាគច្រើននៅក្នុងទីក្រុងសៀមរាបនេះគឺច្រើនកង់3នឹងក៏នៅច្រើនខ្ញុំសូមជួយអបអរដែលជួយអបអរដែរឲ្យខ្ញុំជួយជិះអត់ខានទេឲ្យទៅសៀមរាបលំអកកង់3ដឹងគឺថាលំអហ្នឹងតាំងពីដើមមកគឺថាមានលំអកកង់3ហ្នឹងទេ
ប៉ុន្តែពីដើមគេដូចខ្ញុំនិយាយខាងមុនចឹងមានតែកង់ទេអត់ម៉ូតូតែសម័យឥឡូវគេមានម៉ូតូអូសហើយរត់បានឆ្ងាយចឹងអាលំអកកង់3គួរតែថែរក្សាវាទុកវាគឺទៅល្អនិយាយរួមគេដូនតាកុំអោយដាច់គឺល្អជីកស្រួលមួយយ៉ាងដែរខ្ញុំឃើញស្រួលតើណានិយាយរួមខ្ញុំនិយាយពីដើមហើយថាទៅឆ្ងាយរាប់គីឡូខ្ញុំជិះតកង់3ហ្នឹងអត់ជិះឡានទេគឺជិះតកង់3ហ្នឹងតណាកង់3ដែរចម្ងាយរាប់គីឡូរាប់ម៉ោងនៅតកង់3ហ្នឹងឲ្យតែម៉ូតូកង់3ហ្នឹងគេបើកកើតគេទៅដល់គឺជិះរហូតកង់3ហ្នឹងគឺខ្ញុំជួយអបអរជួយគ្រប់គ្រងចឹងមានតែប៉ុណ្្នឹងឯងបើកង់3ឈានមកដល់ក្រុងសៀមរាបឆ្លងហួសទៅដល់ផ្លូវចូលអង្គរផ្លូវចូលអង្គរវត្តអញ្ចឹងផ្លូវចូលអង្គរវត្តហ្នឹងគឺមនុស្សច្រើនកុកកនិយាយរួមជួនកាលស្ទះផ្លូវចូលអង្គរវត្តនិយាយរួមស្ទះនិយាយរួមភាគច្រើនគេចូលចិត្តមកទស្សនានៅអង្គរវត្តមិនថាជនជាតិខ្មែរឬជនជាតិផ្សេងនៅប្រទេសផ្សេងហ្នឹងគាត់ថាភាគច្រើនគឺនិយាយរួមគេមកទស្សនាក្នុងអង្គរវត្តពេលថ្ងៃរះពេលមើលទស្សនាចឹងមនុស្សច្រើនកុះកអ្នកខ្លះមកតាមខេត្តក្រុងខេត្តឆ្ងាយគេមកលេងអង្គរវត្តគេមកទស្សនាមើលអង្គរវត្តអ្នកខ្លះក៏ធ្លាប់ទៅម្ដង2ដង3ដងនៅចង់ទៅទស្សនាដែរព្រោះអីគឺយើងចង់ឃើញគេដំណើរដូនតាអស្ចារ្យដែលខំសាងសង់នេះផ្លូវចូលអង្គរវត្តហ្នឹងផ្លូវមិនផ្លូវចូលត្រង់ទេផ្លូវខាងមុខនៃផ្លូវចូលអង្គរវត្តអញ្ចឹងមានផ្លូវ2ផ្លូវទៅផ្លូវមកហើយអ្នកខ្លះគេរកកន្លែងចតអ្នកខ្លះគេរកកន្លែងចុះដើរព្រោះអីដើរលឿនជាងជិះម៉ូតូជិះកង់3ព្រោះអីស្ទះខ្លាំងណាស់មានគេមកទស្សនាស្ទះខ្លាំងណាស់នៅអង្គរវត្តហ្នឹងនេះអញ្ចឹងខ្ញុំក៏ចង់ចូលអង្គរវត្តដែរបន្ទាប់ពីមកពី
ស្សនាទាំងអស់គ្នាតើចប់មកខ្ញុំសូមអរគុណអ្នកនរគ្នាដែលតាមដានទស្សនាវីដេអូខ្ញុំបានរហូតចប់បើសិនជាពេញចិត្តអីបើសិនជាពេញចិត្ត subscribe មួយផងហើយ like មួយផងដើម្បីមានកម្លាំងផ្ដិតរូបភាពទេសភាពផ្សេងប្លែកជូនអ្នកទាំងអស់គ្នាមើលថ្ងៃក្រោយទៀតបើអ្នកទាំងអស់គ្នា subscribe គឺវីដេអូ upload គឺឃើញភ្លាមអត់មានយូរអត់ទៅ upload គឺចូលទៅដល់ page អ្នកទាំងអស់គ្នាបងប្អូនទាំងអស់នឹងរងចាំទស្សនាអ្វីដែលយើងមិនដែលឃើញមិនដែលបានមកដល់ឬយើងមិនដែលបានឃើញរូបភាពប្លែកអញ្ចឹងអរគុណអ្នកទាំងអស់គ្នាអរគុណលាសុខភាពល្អ